ជំរាបសួរបងប្អូនពីចំការពទ្រានេះគឺជាជីដែលខ្ញុំតែងតែប្រើប្រាស់លើដំណាំពទ្រាក៏ដូចជាដំណាំពិលទឹកបាទនេះជីនេះបងប្អូនស្គាល់ហើយបាទហើយយើងប្រើជីពីរមុខគឺជីរស្មីសំយោគសង្គ្រោះពន្លឺហើយនិងជីកាកសំណល់ផ្ទះបាយអញ្ចឹងចង់បង្ហាញបងប្អូនថានៅក្នុងលើដំណាំពទ្រានេះគឺជាទូទៅគឺខ្ញុំស្រោចគល់បាទស្រោចគល់ហើយឃើញថាផ្កាច្រើនមែនតើបាទផ្កាដូចមានវីដេអូបង្ហាញបងប្អូនពទ្រាតូចៗនេះគឺទៅដាំឆ្នាំតែមិញអញ្ចឹងដល់ថ្ងៃនេះគឺមួយឆ្នាំជាងហើយបាទហើយទន្ទឹមនឹងដើមពទ្រានៅតូចអញ្ចឹងគឺឆ្លៀតព្រោះល្ងខ្លះទៅបាទអញ្ចឹងពទ្រានេះបន្ទាប់ពីប្រើជីរហូតមកបាទប្រើជីស្រោចគល់ដូចខ្ញុំលើកឡើងមកអញ្ចឹងមានជីរស្មីសំយោគសង្គ្រោះពន្លឺហ្នឹងហើយនឹងជីកាកសំណល់ផ្ទះបាយបាទស្រោចគល់បាទខ្ញុំស្រោចតែគល់ឲ្យបានបាញ់លើដើមទៀតបាទអញ្ចឹងគឺឃើញថាសម្រាប់ពទ្រាដែលទៅផ្ដាំនេះគឺផ្កាច្រើនផ្កាមែនតើបាទហើយមានទាំងចាប់ដើមក្តាប់ផ្ដាឲ្យដែរអញ្ចឹងសម្រាប់ការប្រើប្រាស់គឺយើងអាចស្រោចទាំងមួយជោគដើមបានក៏តែដោយសារតែខ្ញុំអត់មានពេលវេលាច្រើនខ្ញុំស្រោចតែគល់ទេបាទខ្ញុំស្រោចគល់មួយជោគគល់ទៅបាទជុំវិញគល់1ម៉ែត្រឬក៏កន្លះម៉ែត្រពីគល់ទៅបាទស្រោចជីនឹងបាទលាយគ្នាពីរមុខហ្នឹងបាទហើយនឹងទឹកបាទអញ្ចឹងឃើញថាការប្រើប្រាស់ជីហ្នឹងគឺសម្រាប់ខ្ញុំផ្ទាល់ហ្នឹងគឺប្រើលើពទ្រាក៏ដូចជាប្រើលើអំពិលទឹកហើយឃើញលទ្ធផលឬក៏ផលចេញមកហ្នឹងគឺល្អហើយសម្រាប់ជាការពទ្រារបស់ខ្ញុំនឹងអំពិលទឹកហ្នឹងគឺយើងអត់បានប្រើជីអីផ្សេងទេប្រើតែជីទឹកពីរមុខហ្នឹងបាទហើយបើនៅជាការពទ្រានេះគ្រាន់តែមានមន់មានអីរត់លេងរត់អីមានលាមកមន់លាមកអីដាក់ខ្លះតែដល់ឡែកអំពិលទឹកវិញអត់មានទេគឺតែជីទឹកពីរមុខហ្នឹងបាទអញ្ចឹងយើងអាចសំចៃបានច្រើនជាងយើងទិញជីទឹកឬក៏ជីអីផ្សេងពីទីផ្សារឬក៏ទីជីនាំចូលអញ្ចឹងយើងអាចផលិតខ្លួនឯងបានហើយធ្វើឲ្យដំណាំរបស់យើងលូតលាស់បានល្អទៀតបាទហើយចំណាយតិចបងប្អូនដឹងហើយជីរស្មីសំយោគក៏ដូចជាកាកសំណល់ផ្ទះបាយហ្នឹងគឺយើងធ្វើអស់ថវិកាតិចមែនតើហើយយើងបានប្រើប្រាស់លើដំណាំដូចជារុក្ខជាតិផ្សេងដែលយើងដាំហ្នឹងបានផលល្អទៀតបាទអញ្ចឹងដូចជាពទ្រារបស់ខ្ញុំជាដើមអញ្ចឹងគឺផ្កាច្រើនមែនតើបាទផ្កានេះគឺសម្រាប់ពទ្រាដែលយើងទៅដាំបានជាង1ឆ្នាំដល់ឡែកពទ្រាដែលយើងដាំយូរហើយក៏ដូចគ្នាដែរបាទពទ្រាដែលយើងដាំយូរហើយដូចគ្នាដែរពេលដែលបេះម្សាទៅបាទនេះពទ្រានេះគឺយើងបេះម្សាហើយដូចមានវីដេអូក្នុងខែ8ខែ9កន្លងមកតើតើពទ្រានេះគឺយើងបេះម្សាហើយតែឥឡូវបន្ទាប់ពីយើងបេះអស់ម្សាហ្នឹងគឺខ្ញុំស្រោចជីនឹងទៀតបាទជីពីរមុខមិញហ្នឹងបាទហើយឃើញថាផ្កាម្ដងទៀតបាទផ្កាម្ដងទៀតច្រើនបាទផ្កាម្ដងទៀតច្រើនសឹងតែច្រើនជាងការលើកទី1ទៀតអញ្ចឹងអត់បានប្រើជីអីបំពន់ក្រៅពីហ្នឹងទេតែសម្រាប់ពទ្រាគឺខ្ញុំមានបាចនេះមួយយ៉ាងទៀតដូចមានវីដេអូបង្ហាញអំពីសបកពងមាន់ពងទាបាទខ្ញុំបុកឲ្យមកទៅខ្ញុំយកបាចតាមគល់បាទហើយស្រោចជីទឹកពីរមុខមិញលាយគ្នាស្រោចលើម្សៅពងមាន់ពងទាដែលយើងបុកហើយយើងរោយតាមគល់ហ្នឹងហើយខ្ញុំស្រោចជីបន្ថែមហើយឃើញលទ្ធផលថាផ្កាលើកទី2នេះច្រើនបាទអញ្ចឹងមិញតូចនេះគឺវាទៅចេញផ្កាទេតែឥឡូវនេះគឺក្នុងខែ11ហ្នឹងគឺឃើញថាផ្កាជាលើកទី2ហើយដោយសារតែពទ្រានេះបេះចាប់ដើមបេះវាដូចជាតាំងពាក់ដល់ខែ8ខែ9អញ្ចឹងវាអស់មួយសាហើយឃើញបងប្អូនអាចឃើញហើយមានដើមខ្លះមាននៅសល់ទុំខ្លះមានផ្កាទៀតបាទអញ្ចឹងគឺការប្រើប្រាស់ជីនេះបាទគឺល្អសម្រាប់ខ្ញុំដោយសារតែខ្ញុំប្រើប្រាស់កន្លងមកគឺប្រើតែជីហ្នឹងទេបាទប្រើតែជីហ្នឹងទេអត់ដែលបានប្រើជីទិញពីផ្សារមកដាក់ទេដូចខ្ញុំលើកឡើងអញ្ចឹងនៅក្នុងចការពទ្រានេះគឺយើងបលែងមន់រត់នៅក្នុងហ្នឹងទៅហើយយើងមានលាមកមន់លាមកអីខ្លះដាក់តាមគល់ទៅហើយ
ប្រើតែជីទឹកពីមុខនឹងឯងបាននេះបងប្អូនឃើញហើយដើមខ្លះគឺមានផ្លែទុំមានផ្លែស៊ីគៀលមានអីហើយមានផ្កាមកទៀតបាទចេញផ្កាមកទៀតហើយដើមខ្លះអស់ផ្លែធំនឹងហើយគឺចេញផ្កាមកថ្មីតែម្ដងបាទខ្ញុំលើកឡើងជាងគឺមន់រត់លេងពេញទីវាលនៅក្នុងទីធ្លាធំទលាយនឹងរត់ចុះរត់ឡើងបាទហើយមានពូជល្អណាស់បាទមន់នេះគឺមន់យើងចំលក្ខណៈស្រែមន់ស្រែសុទ្ធសាធហើយពូជវាល្អបាទអញ្ចឹងគឺមានស្មៅមានអីចឹងទៅរត់ពេញនឹងបាទមាននៅក្នុងឫស្សីនេះវាសបោសត្វល្អិតឬក៏ចលែនឬក៏សត្វល្អិតផ្សេងៗដោយសារតែស្លឹកឫស្សីក្របហ្នឹងទៅបាទហើយវាចូលចិត្តមកកាយនៅម្ដុំនេះបាទអញ្ចឹងគឺមានប៉ុណ្ណឹងបងប្អូនបាទអរគុណច្រើន